ខ្ញុំបានបើកភោជនីយដ្ឋានតូចមួយនៅលើផ្លូវ Fuan អស់រយៈពេល3 ខែជួលប្រចាំខែ 3.50 ប្រាក់ម្ដងក្នុងមួយខែអ្នកស្រីស៊ូដោយផ្អែកលើស្ថានភាពទីផ្សារយើងបានវិតម្លៃឡើងវិញនៅតម្លៃនៃហាងនេះឡើងវិញថ្លៃជួលនឹងត្រូវកែតម្រូវចាប់ពីខែក្រោយទៅកែសម្រួលតាមចំនួន8500អ្នកស្រីស៊ូនេះជាតម្លៃសម្រុំរួចទៅហើយចរាចរណ៍ថ្មើរជើងចំនួន8500អ្នកពិតជាមិនចាំអ្នកយកស្រុកយើងអាចព្យួរខោបានតែម្ខាងប៉ុណ្ណោះនៅពេលនោះវានឹងត្រូវចំណាយច្រើនជាងនេះវាបានកើនឡើងពី3500ដល់8500ច្រើនជាងទ្វេដងភោជនីយដ្ឋានតូចរបស់ខ្ញុំបើកពីព្រឹកព្រលឹមរហូតដល់ព្រលប់ខែមួយខែមានត្រឹមតែប្រហែល 10,000 យួនប៉ុណ្ណោះការដំឡើងថ្លៃជួលនេះជាទូទៅធ្វើឲ្យគាត់ធ្វើការដោយឥតគិតថ្លៃគាត់មានអារម្មណ៍ថាខ្ញុំមិនអាចចាក់ចេញពីកន្លែងនេះខ្ញុំប្រកាសថាខ្ញុំនឹងទទួលបានអ្វីដែលខ្ញុំចង់បានគឺ8.500តើយើងគួរចុះកិច្ចសន្យាឥឡូវនេះឬខែក្រោយអូជាវ៉ាន់និយាយត្រង់មែនខ្ញុំបានប្រាប់អ្នកថាអ្នកជាក្មេងឆ្លាតម្នាក់កិច្ចសន្យាមិនបន្ទាន់អ្នកអាចធ្វើវាជាមួយគ្នានៅពេលអ្នកបង់ថ្លៃជួលអ្នកស្រីស៊ុំពិតជាមានអ្នកផ្ដល់ព័ត៌មានអាជីវកម្មរបស់អ្នកប្រកាសជានឹងកាន់តែប្រសើរឡើងជាមិនខានពួកគេគិតថាខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេទាំងស្រុងពួកគេមិនដឹងថាកម្មវិធីនេះទើបតែចាប់ផ្ដើមទេសួស្ដីបងស្រីស៊ូវ៉ាន់ខ្ញុំឈ្មោះសៀខ្ញុំមានសំណួរមួយសម្រាប់អ្នកតើហាងនៅត្រង់ខាងផ្លូវនោះដែលទេសស្អាតអស់រយៈពេលកន្លះឆ្នាំហើយនៅមាននៅទីនោះទេវាតែងតែនៅលើអ៊ីនធឺណិតម្ចាស់ផ្ទះមានការភ័យស្លន់ស្លោតើនាងអាចឲ្យប្អូនស្រីរបស់នាងដោយរបៀបណាប្រសិនបើនាងមានគំនិតថ្លៃជួលប្រចាំខែប៉ុន្មានពីមុនបានចុះបញ្ជីនៅ1500ម្ចាស់ផ្ទះកំពុងនិយាយថាគាត់នឹងជួលវាឲ្យគេដរាបណាមានអ្នកណាចង់បានវាក្នុងតម្លៃ500ដុល្លារហើយប្រញាប់ប្រញាល់ធ្វើការផ្លាស់ប្ដូរលើពីនេះប្រសិនបើអ្នកពិតជាចាប់អារម្មណ៍អ្នកអាចចុះកិច្ចសន្យារយៈពេលវែងបានអ្នកប្រាប់ម្ចាស់ផ្ទះថាខ្ញុំបានជួលវាចុះហត្ថលេខាលើកិច្ចសន្យារយៈពេល5ឆ្នាំបងស្រីស៊ូវ៉ាន់តើបងស្រីមិនធ្វើបែបនោះទៀតទេខ្ញុំមិនធ្វើវាទៀតទេអ្នកយកកិច្ចសន្យាមកហើយជួបម្ចាស់ផ្ទះនៅច្រកចូលហាងខ្ញុំនឹងនៅទីនោះភ្លាមសួស្ដីតើនេះជាក្រុមហ៊ុនដឹកជញ្ជូន Sean Fermente ខ្ញុំកំពុងធ្វើចលនាភ្លាមកម្មករចិត្តជប់ពីការងារហើយខ្ញុំនឹងឲ្យប្រាក់បន្ថែមដល់ពួកគេនោះនឹងយានយន្តរបស់អ្នកនឹងមកដល់ទីតាំងដែលបានកំណត់ក្នុងរយៈពេលរបស់របរជាច្រើននៅក្នុងបំពង់តូចមួយវាអាចចំណាយពេលពេញមួយយប់លុយមិនមែនជាបញ្ហាទេមិនអីទេយើងនឹងរៀបចំកម្លាំងពលកម្មភ្លាមចៅហ្វាយឲ្យស្ងប់ចិត្តសិនទៅទោះបីជាខ្ញុំត្រូវធ្វើការពេញមួយយប់ក៏ដោយខ្ញុំនឹងធ្វើវាឲ្យអ្នករួចរាល់ Liv May មិនដែលស្រមៃថាគាត់ទៅតែការអួតអាងដែលខ្ញុំបានធ្វើបានរលីបាត់ទៅមួយយប់គាត់សន្មតថាអតិថិជនធម្មតារបស់ខ្ញុំស្មោះត្រង់នឹងហាងនេះប៉ុន្តែពួកគេតែងតែទទួលស្គាល់ជំនាញរបស់ខ្ញុំអ្នកត្រូវជួលមួយដែលត្រឹមត្រូវខ្ញុំជួលពូជែននោះហើយជាអ្វីដែលខ្ញុំបានប្រាប់បងស្រីវ៉ាន់បើកភោជនីយដ្ឋានមួយនៅត្រើយផ្លូវខាងអាជីវកម្មកំពុងរីកចម្រើនទុកចិត្តបានទាំងស្រុងកន្លែងនេះទេយូរហើយវាមិនអីទេ900ក្នុងមួយខែសម្រាប់កិច្ចសន្យា5ឆ្នាំមែនទេបើសិនបើអ្នកចាស់អាចចុះកិច្ចសន្យារយៈពេល5ឆ្នាំបាននោះក៏មួយខែនឹងប្រាក់ជួលពេលខែចំនួន12ខ្ញុំសាមញ្ញណាស់ខ្ញុំមិនចង់បារម្ភពីការបង់ថ្លៃជួលផ្ទះជារៀងរាល់ខែទេខ្ញុំនឹងផ្ទេរប្រាក់ជួលផ្ទះនិងប្រាក់កក់ប្រចាំឆ្នាំទៅអ្នកឥឡូវនេះតើអ្នកបានយកកិច្ចសន្យាមកទេបើមិនអញ្ចឹងទេខ្ញុំនឹងផ្ទេរប្រាក់ឥឡូវនេះផ្ដល់សោរដល់ក្មេងស្រីរបស់អ្នកចាប់ពីពេលនេះទៅហាងនេះនឹងក្លាយជារបស់អ្នកសូមតាក់ទងមកខ្ញុំគ្រប់ពេលប្រសិនបើអ្នកមានបញ្ហាទឹកឬអគ្គិសនីសួស្ដីវ៉ាន់ជីហេតុអ្វីបានជាអ្នកប្រញាប់ប្រញាល់ម្លេះខ្ញុំកំពុងរៀបចំផែនការពីរបៀបជួសជុលឡើងវិញវាយឺតពេលហើយខ្ញុំនឹងផ្លាស់ទីនៅយប់នេះតើនោះជាលោកចៅហ្វាយស៊ូមែនទេវាជាកំហុសរបស់ខ្ញុំអ្នកទាំងអស់គ្នាបានខិតខំធ្វើការលុយទៅអ្វីទាំងអស់គឺនៅខាងក្នុងស្ដាំឆ្នាំងនឹងផ្ទះនៅក្នុងផ្ទះបាយតូននឹងកៅអីនៅខាងក្រៅទូទឹកកកនិងទូបង្កប់យកអ្វីគ្រប់យ៉ាងដែលអ្នកអាចយកទៅជាមួយអ្នកគ្មានសល់តែមួយទេចៅហ្វាយអ្នកពិតជាបានកាត់ផ្ដាច់ខ្សែជីវិតរបស់យើងមែនដរាបណាមានលុយគ្រប់គ្រាន់អ្នកអាចមានទំនុកចិត្តបានបងស្រីតាប្អូនស្រីកំពុងធ្វើអ្វីពួកគេត្រូវបានបណ្តេញចេញវាមិនមែនថាយើងគួរទៅកន្លែងផ្សេងទេកន្លែងល្អជាងតើត្រូវទៅណាបន្ទាប់តើនោះមិនមែនជាចន្លោះពេល6ខែទេខ្ញុំហៅថាគ្មានអ្នកណាជួលវាទេកុំស្ដាប់ពាក្យមិនសមហេតុផលរបស់ម្ចាស់ផ្ទះប្រញាប់ជួលណាថោកជាងថ្លៃពលកម្មទ្វេដងសូមអរគុណចំពោះការខិតខំប្រឹងប្រែងនេះជាចំណុចកំពូលនៃការខិតខំប្រឹងប្រែងរយៈពេល3ឆ្នាំប៉ុន្តែខ្ញុំមិនមានអារម្មណ៍សោកសៅអ្វីទាំងអស់ខ្ញុំបានយកទូរស័ព្ទរបស់ខ្ញុំចេញហើយថតរូបមួយខ្ញុំបានបង្ហោះសារដោយគ្មានអក្សរដើម្បីចូលរួមរង្វង់ទាញទ្វាររំកិលចុះម្ដងទៀតគាត់បានងាកមកវិញហើយបោះកូនសោចូលទៅក្នុងធុងសម្រាមដូចជាពេលព្រឹកព្រលឹមកំពុងរះឡើងហាងថ្មីរបស់ខ្ញុំបានបង្ហាញទម្រង់ពិតរបស់វារួចហើយអ្នកគួរតែត្រឡប់ទៅសម្រាប់វិញជាមួយខ្ញុំនៅភ្នាក់ពេញមួយយប់ខ្ញុំបានចូលទៅក្នុងផ្ទះបាយលាងចាននិងចង្កេះទាំងអស់ខ្ញុំចាប់ផ្ដើមលាងអង្ករនិងចម្អិននៅម៉ោង5:00ព្រឹកដាំទឹកស៊ុបឆ្នាំងដំបូងនៃថ្ងៃឲ្យពុះស៊ុបកំពុងពុះក្នុងឆ្នាំងដូចរាល់ព្រឹកអស់រយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំបានចម្អិនមីមួយចានអង្គុយក្បែរបង្អួចញ៉ាំអាហារយឺតអ្នកអាចមើលឃើញហាងចាស់នៅត្រើយផ្លូវដោយគ្រាន់តែមើលបិទចិត្តដូចជាមុខដែលបាត់បង់បន្ទាប់ពីញ៉ាំមីរួចខ្ញុំបានយកក្រណាត់សាមួយមកជូតស្លាកសញ្ញាអ្វីគ្រប់យ៉ាងរួចរាល់ហើយខ្ញុំបានបិទផ្លាកសញ្ញាមួយនៅច្រកចូលដែលផ្ដល់ជូនការបញ្ចុះពេលនេះដែលខ្ញុំបានឃើញលីវមេកំពុងច្រៀងចម្រៀងតិចពេលនាងចុះពីឡានរបស់គាត់ពោពេញដោយភាពគាត់បានដើរទៅរកទ្វាររំកិលហើយទាញវាបើកទ្វារបានបិទដោយសំឡេងគោះសម្លឹងមើលហាងទេគាត់ភ័យស្លន់ស្លោទាំងស្រុងគាត់ប្រញាប់ចេញទៅក្រៅដូចមនុស្សឈួតគាត់បានយកទូរស័ព្ទមកហៅខ្ញុំភ្លាមនោះគាត់បានឃើញថាខ្ញុំកំពុងកាន់ពេញតែក្តៅមួយនាងកំពុងសម្លឹងមើលគាត់ដោយស្ងប់ស្ងាត់ទឹកមុខរបស់គាត់បានកប់ភ្លាមគាត់បានបើកមាត់ប៉ុន្តែមិនអាចនិយាយបានសូម្បីតែមួយម៉ាត់អូសៀវវ៉ាន់អ្នកបានបង្វែរផ្ទះរបស់អ្នកឲ្យក្រឡាប់ចុះក្រោមមែនហើយមីងចាងកន្លែងថ្មីមានទំហំធំទូលាយជាងមុនបញ្ចុះតម្លៃ20ថ្ងៃនេះដូចរដងដែរហេតុអ្វីមិនញ៉ាំខ្ញុំនឹងតាមអ្នកគ្រប់ទីកន្លែងដែលអ្នកផ្លាស់ទីនោះជាម្ចាស់ដីដ៏គ្មានបេះដូងរបស់អ្នកមែនទេមានរឿងអ្វីប្រហែលជាគាត់កំពុងគិតអំពីជីវិតបងស្រីលីវមានរឿងត្រូវធ្វើស៊ូវ៉ាន់ឯងចង់មានន័យថាម៉េចអ្នកហ៊ានលេងសាច់នឹងខ្ញុំមែនទេតើខ្ញុំលេងសាច់នឹងអ្នកវិញបាននិយាយថាអ្នកមិនយល់ស្របទេហើយក៏ចាក់ចេញទៅខ្ញុំយល់ព្រមនឹងថ្លៃជួលរបស់អ្នកប៉ុន្តែខ្ញុំមិនបាននិយាយថាខ្ញុំត្រូវតែជួលហាងរបស់អ្នកដាច់ខាតនោះទេអ្នកនេះជាអ្វីមួយដែលយើងគូស្វាមីភរិយាសិបបានព្រមព្រៀងគ្នាដោយពាក្យសម្ដីអ្នកកំពុងបញ្ឆោតខ្ញុំហើយព្យាយាមនិយាយអំពីភាពជឿជាក់ជាមួយខ្ញុំលោកលីវយីទី1យើងមិនបានចុះកិច្ចសន្យាថ្មីណាមួយទេតើកិច្ចព្រមព្រៀងផ្ទាល់មាត់មានសុពលភាពតាមផ្លូវច្បាប់ដែរទេអ្នកអាចពិគ្រោះជាមួយមេធាវីបានទី2អ្នកបាននាំភ្នាក់ងារមកមាត់ទ្វាររបស់យើងហើយរុញច្រានរឿងហួសហេតុពេកឥឡូវនេះអ្នកកំពុងនិយាយជាមួយខ្ញុំអំពីភាពជឿជាក់មែនទេតើអ្នកមិនយល់ថាវាគួរឲ្យអស់សំណើចទេលោកចាស់លីវអ្វីដែលអ្នកបានធ្វើគឺមិនស្មោះត្រង់បរិះនោះផ្ដល់ឲ្យអ្នក3,500ក្នុងមួយខែការកើនឡើងភ្លាមរបស់អ្នកដល់8,500អ្វីអ្នកមិនគ្រាន់តែប្លង់វាមិនហើយអរិយាប័ន្នញ៉ាំអាហាររបស់ពួកគេពិតជាអាក្រក់ណាស់ពួកគេគ្រាន់តែចំណែនព្រោះអាជីវកម្មរបស់ក្មេងស្រីនោះកំពុងដំណើរការល្អស៊ូវ៉ាន់ចាំបន្តិចសិន
អ្នកគិតថានោះជាទីបញ្ចប់របស់វាមែនទេខ្ញុំនឹងធ្វើឲ្យអ្នកមិនអាចទ្រាំនឹងការឃើញខ្ញុំនៅលើផ្លូវនេះយល់ព្រមខ្ញុំនឹងរងចាំប៉ុន្តែខ្ញុំត្រូវតែរំលឹកអ្នកមីងលីវឥឡូវនេះយើងស្ថិតនៅក្នុងសង្គមមួយដែលប្រព័ន្ធនេះធ្វើអ្វីមួយដែលហួសហេតុពេកខ្ញុំអាចតាក់ទងនាយកដ្ឋានពាក់ព័ន្ធសម្រាប់ការសម្របសម្រួលនៅពេលណាសូមអភ័យទោសដល់អ្នករាល់គ្នាវាប៉ះពាល់ដល់របបអាហាររបស់មនុស្សនេះខ្ញុំជាអ្នកទទួលខុសត្រូវសូមរីករាយជាមួយអាហាររបស់អ្នកសុំទោសមាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចាំអារ៉ាមអ្នកណាប្រាប់អ្នករឿងនោះអតិថិជនធម្មតាជាច្រើនបានសួរខ្ញុំបែបនេះមីងមកពីហាងលក់គ្រឿងទេសបានដើរប្រាប់មនុស្សគ្រប់គ្នាយើងប្រើសាច់កកថោកបំផុតនៅផ្ទះសូម្បីតែប្រេងក៏ជាប្រេងលូកកែច្នៃឡើងវិញដែរមនុស្សមួយចំនួនថែមទាំងនិយាយថាអ្នកមិនបានរើវាដោយខ្លួនឯងគាត់ត្រូវបានលីវមេបណ្ដេញចេញព្រោះអ្នកជំពាក់ថ្លៃជួលផ្ទះច្រើនខែគាត់មានបញ្ហាតួអង្គហេចាំខ្ញុំប្រាប់ជាឋានពេលយប់នោះពិតជាកន្លែងដែលត្រូវតែទៅគ្រឿងផ្សំទាំងអស់សុទ្ធតែជាស្លឹកឈើរលួយដែលប្រមូលបានពីផ្ទះជាសាច់ញាតិរបស់ខ្ញុំបានជួលហាងឲ្យគាត់ដោយសប្បុរសវាបានប្រែក្លាយថាកន្លែងរបស់គាត់កខ្វក់និងរញ៉ៃហើយគាត់ក៏យឺតយ៉ាវក្នុងការបញ្ចប់គាត់បានរត់ពីខ្លួនដោយសារអ្នកហ៊ានទៅញ៉ាំអាហារនៅភោជនីយដ្ឋានដែលគ្រប់គ្រងដោយមនុស្សខ្ញុំនឹងប្រយុទ្ធជាមួយគាត់រហូតដល់អ្នកត្រឡប់មកវិញហើយឆ្លោះជាមួយគាត់អ្នកនឹងលេងសាច់នឹងគាត់ហើយគាត់ចង់ឲ្យយើងចាប់ផ្ដើមការឆ្លោះប្រកែកជាមួយគាត់នៅតាមបញ្ហាធំហើយបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកឥឡូវនេះគាត់កាន់តែរំភើបឡើងអ្នកដួលកាន់តែច្រើនវានឹងកាន់តែឈឺចាប់តើអ្នកទាំងអស់គ្នានិយាយអ្វីនៅខាងក្រៅខ្ញុំប្រកាសថាអតិថិជនធម្មតារបស់យើងដើម្បីនិយាយរបស់ខ្ញុំចង់អ្នកនេះក៏នឹងធ្វើឲ្យបំផ្លាញមានអារម្មណ៍យើងខ្ញុំមានកម្មវិធីនៅថ្ងៃស្អែកវេលាម៉ោង 12 ថ្ងៃតែបាយរបស់យើងបើកសម្រាប់សាធារណជនរយៈពេលខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាមកទស្សនាមើលថាតើយើងប្រើគ្រឿងផ្សំប្រភេទណាខ្ញុំធ្វើអាជីវកម្មដោយផ្អែកលើមនសិការរបស់ខ្ញុំកុំគិតថាមានតែប៉ុណ្ណឹងអ្វីដែលល្អបំផុតមិនទាន់មកដល់នៅឡើយទេសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ផ្ទះបាយរបស់ខ្ញុំប្រេងអង្ករម៉ាក់វូឆេងមិនមែនហ្គមោសម្រាប់បរិភោគឆ្អឹងជំនីជ្រូកស្រស់ដែលបានទិញនៅថ្ងៃនោះបន្លែត្រូវលាងសម្អាតជាមួយទឹកដែលកំពុងហូរ3ដងអ្វីទាំងអស់ត្រូវបានដាក់ចេញនៅក្នុងពន្លឺព្រះអាទិត្យគ្មានអ្វីដែលត្រូវលាក់បាំងនោះទេផ្ទះបាយនេះស្អាតជាងផ្ទះខ្ញុំទៅទៀតជាវ៉ាន់ពិតជាមនុស្សដែលមានចរិតល្អម្នាក់ឥឡូវនេះខ្ញុំអាចធានាបានចាប់ពីពេលនេះទៅសូមមកជារៀងរាល់ថ្ងៃអ្នកស្ដាប់ទៅពីរោះណាស់តើអ្នកណាដឹងថានេះគ្រាន់តែជាការសម្ដែងមីងហ្យេងអ្នកខុសហើយអំពីរឿងនោះខ្ញុំបានញ៉ាំអាហារនៅឆេវ៉ាន់អស់រយៈពេល3ឆ្នាំមកហើយខ្ញុំមិនដែលឈឺពោះទេតួអង្គមិនអាចខ្លាញ់បន្លំបានទេពួកគេបានប្រើស្លឹករ៉ាប់ស៊ីដែលមានគុណភាពអន់ដែលប្រមូលបានពីទីផ្សារប៉ុន្តែគាត់ប្រែជាខ្វក់និងរញ៉េញ៉ៃហាហាហាមនុស្សអាចមានការចង់ដឹងចង់ហើយអ្វីបានជាខ្ញុំធ្វើសកម្មភាពនេះព្រោះជាសុភាពបរោះដ៏សប្បុរសនោះហើយជាអ្វីដែលពួកគេនិយាយអំពីខ្ញុំនៅតាមបើកអាជីវកម្មមួយនៅតាមផ្លូវហ្វូអានអស់រយៈពេល3ឆ្នាំខ្ញុំមានមុនសការច្បាស់លាស់ម្ចាស់ផ្ទះរបស់ខ្ញុំពីព្រោះខ្ញុំមិនបានទទួលយកការទាមទារមិនសមហេតុផលរបស់គាត់សម្រាប់ការដំឡើងថ្លៃជួលឲ្យប្តីគាត់ប្រើវិធីនេះដើម្បីបង្កាច់បង្ខូចខ្ញុំតែប្រែខ្លាំងមែនតើឃើញ brand កូនខ្មែរយើងចេញមកឡងលោដល់ថាណាឃើញវីដេអូ brand កូនខ្មែរចេញមកលយលាចេះហ่าតិចច្រឡំថា AI ទៅមិនមែន AI ទេទាំងផលិតផលមនុស្សជាមួយនឹងទីតាំងគឺប៉ិតទាំងអស់នេះហាបើអត់ស្គាល់ brand Yaska ទេប្រកាសជាគិតថា product ហ្នឹងរបស់ស្រុកគេហើយមិនខ្មែរទេហើយចូលអ្នកទាំងអស់គ្នាវិញពេលមើលមុនដំបូងមានដឹងថាជា brand កូនខ្មែរអត់ផ្លេចខ្មែរនៅខាងខគ្រាន់តែឃើញការថតនិងរូបរាងរបស់ product ដឹងហើយថាមានស្តង់ដារនិងគុណភាពដល់ថ្នាក់ណាព្រោះផលិតផល Yaska ចេញមកមួយអត់ដែលធ្វើឲ្យយើងខកបំណងទេហើយផលិតផលកូនបើរបស់ Yaska គឺ Yaska Body Shape Yaska Body Shape ពេលចេញមកឡើងស្លេហ្មងប្រើប្រាស់ដោយ confident ធ្វើឲ្យយើងមានភាពជឿជាក់ហើយ ingredient នៅក្នុងហ្នឹងសិតតែជា ingredient ពិសេសដែលបានមកពីធម្មជាតិរួមបញ្ចូលគ្នានៅក្នុងគ្រាប់ capsule ហ្នឹងហ្មងពេលបើកទៅឃើញហើយខាងណាមួយកំប៉ុងនឹងដែរញ៉ាំស្រកចន្លោះពី3ទៅ8គីឡូបែបសុវត្ថិភាពហើយក៏មានការណែនាំយ៉ាងត្រឹមត្រូវបានប្រើប្រាស់ហើយតាំងពីដើមខែ3មុនផលិតផលចេញលក់ទៀតទៅទាំងគុណភាពទាំងស្តង់ដារចិត្តលើ Yaska Body Shape បានហើយពីលើហ្នឹងក៏ជួយទប់ឃ្លានមិនធ្វើឲ្យយើងចិត្តតែចង់ញ៉ាំផ្ដិប Yaska Body Shape ផលិតផលរូបមន្តស្តង់ដារមកពីប្រទេសបារាំងចឹងហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូល page CEO Yaska បានតើអ្នកគិតថារឿងនេះយុត្តិធម៌ទេហា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 នេះជាគំនិតតែមួយគត់របស់ខ្ញុំភោជនីយដ្ឋាន My One Way បានក្លាយជាឈ្មោះដែលមានន័យដូចគ្នានឹងគុណភាពប្អូនស្រីរបស់ខ្ញុំកំពុងជួបបញ្ហាខ្ញុំទើបតែលីវមីកំពុងហៅទូរស័ព្ទនៅផ្លូវប្រសពតើគាត់និយាយរឿងមិនសមហេតុផលអ្វីម្ដងទៀតគាត់បានប្រាប់នរណាម្នាក់តាមទូរស័ព្ទថាគាត់នឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់យើងគេនិយាយថាត្រូវធ្វើជា3ជំហាននេះនឹងធ្វើឲ្យហាងរបស់យើងមិនអាចបន្តដំណើរការបានទៀតទេខ្ញុំបាននឹងគាត់និយាយអ្វីមួយអំពីការស្វែងរកកំហុសជាមួយកម្មនីនៃការរំខានដល់ការផ្គត់ផ្គង់បានធ្វើឲ្យខ្ញុំញាក់សាច់ប្រសិនបើវិធីសាស្ត្របើកចំហមិនដំណើរការទេសូមសាកល្បងការបន្លំចុងក្រោយទៀតហើយតើយើងគួរធ្វើអ្វីនៅពេលនោះកំពុងព្យាយាមកម្ចាត់ពួកគេទាំងអស់ហើយស្លន់ស្លោអ្វីម្លេះគាត់មានផែនការដ៏អស្ចារ្យមួយពីលើគាត់ចង់លេងខ្ញុំនឹងលេងជាមួយគាត់រហូតដល់ចប់ខ្ញុំចង់ឃើញថាតើល្បិចកលលាក់កំបាំងរបស់គាត់ពិតជាខូខើអត់ក្នុងរឹងមាំរបស់ខ្ញុំនៅតែជាប្អូនស្រីរបស់ខ្ញុំតើអ្នកមានដំណោះស្រាយរួចហើយឬនៅបន្ទាប់ពីហាងរបស់យើងមានប្រជាប្រិយភាពតម្លៃអាហារក្នុងស្រុកជាច្រើនពួកគេទាំងអស់គ្នាបានមករកយើងដើម្បីសុំខ្ញុំមិនបានឆ្លើយនៅពេលនោះទេនេះជាអ្វីដែលខ្ញុំត្រូវការបងស្រីតើអ្នកចង់មានន័យថាតើគាត់មិនកំពុងព្យាយាមចំណាយប្រាក់សម្រាប់អត្ថបទបង្ខូចកេរ្តិ៍ឈ្មោះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះពីសន្ទុះរបស់គាត់ចូលយើងធ្វើការផ្សព្វផ្សាយវិជ្ជមានមួយចំនួនដោយឥតគិតថ្លៃតើគាត់មិនចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំទេខ្ញុំនឹងបង្ហាញគាត់ពីអត្ថន័យនៃការបរាជ័យក្នុងការលួចមាន់ដាក់អង្គសួស្ដីបងវាងបងប្រុសស៊ីងវាងអរគុណដែលបានប្រាប់ខ្ញុំរឿងនេះគ្រាន់តែដឹកជញ្ជូនវាតាមរបៀបដែលអ្នកធ្វើជាធម្មតាបើមានបញ្ហាខ្ញុំនឹងដោះស្រាយវាតែម្នាក់ឯងសម្រាប់ពេលនេះតើមានអ្វីកើតឡើងចំពោះប្អូនស្រីរបស់ខ្ញុំការធ្វើរបស់លីមីមែនទេលីមីនឹងតូបលក់សាច់ជាច្រើននៅក្នុងផ្សារបន្លែតូបលក់បន្លែទាំងអស់បានរៀបចំតើអ្នកណាហ៊ានផ្គត់ផ្គង់ខ្ញុំគាត់នឹងដំឡើងថ្លៃជួលហើយកាត់ផ្តាច់អាជីវកម្មសម្រាប់អ្នកដែលគាត់អាចធ្វើបានប្រុសវាងបាននិយាយអ្នកលក់2នាក់បានឈប់ដឹកជញ្ជូនទំនិញមកយើងរួចហើយគាត់បានទៅឆ្ងាយពេកនេះមិនមែនគ្រាន់តែជាមនុស្សមិនមែនហាងទាំងអស់នៅលើផ្លូវនេះសុទ្ធតែជារបស់គាត់កំពុងជ្រៀតជ្រែកច្រើនពេកហើយបានយកថ្លៃជួលនៅតាមផ្លូវនេះអស់រយៈពេលជាង10ឆ្នាំខ្ញុំមានទំនាក់ទំនងខ្លះវាជារឿងធម្មតាទេដែលមនុស្សដែលមានទំនាក់ទំនងចង់ជួយខ្ញុំក្នុងការលួនតែខ្ញុំមិននឹកស្មានថាវានឹងមកដល់លឿនយ៉ាងនេះទេទោះជាយ៉ាងណាក៏ដោយគាត់ភ្លេចថាការធ្វើអាជីវកម្មពឹងផ្អែកមិនមែនជាការបង្ខំឬការបញ្ចុះបន្លែរបស់យើងវិញយើងមិនទាន់បានរៀបចំគ្រឿងផ្សំទាំងអស់សម្រាប់ថ្ងៃស្អែកនេះខ្ញុំបានរកឃើញអ្នកផ្គត់ផ្គង់ចំនួនរួចហើយបន្លែដែលបានលក់ចេញហើយរើសដោយផ្ទាល់ពីដីស្រស់ជាងរបស់នៅលើទីផ្សារទៀតតម្លៃក៏ថោកជាងដែរខ្ញុំនៅតែស្ទាក់ស្ទើរថាតើត្រូវផ្លាស់ប្ដូរវាអត់ឥឡូវនេះគឺត្រឹមត្រូវហើយដើម្បីកុំឲ្យគាត់ធ្វើល្បិចកខ្វក់ពីក្រោយខ្នងខ្ញុំជារៀងរាល់ថ្ងៃបងស្រីអ្នកមានប្រាជ្ញាវាងវៃណាស់ខ្ញុំគិតថាមានរឿងដ៏គួរឲ្យភ័យខ្លាចមួយកំពុងកើតឡើង
សួស្តីលោកលីខ្ញុំឈ្មោះស៊ូវ៉ាន់មកពីភោជនីយដ្ឋានវ៉ៃសៃនៅលើផ្លូវរដ្ឋបាលការផ្គត់ផ្គង់ដែលយើងបានពិភាក្សាពីមុនឥឡូវនេះចាប់ផ្ដើមថ្ងៃស្អែកវាត្រូវបានដឹកជញ្ជូនមកខ្ញុំរៀងរាល់ព្រឹកម៉ោង5បន្លែស្រស់និងសាច់ជ្រូកខ្ញុំនឹងផ្ញើបរិមាណទៅអ្នកនៅពេលក្រោយប្រតិបត្តិការរយៈពេលវែងនឹងដូចដែលបានព្រមព្រៀងគ្នាពីមុនមិនអីទេចៅហ្វាយស៊ូត្រូវប្រកាសថាបន្លែនៅស្ថានរបស់យើងស្រស់យើងខ្ញុំធានាថាផលិតផលត្រូវបានប្រមូលផលថ្មីជារៀងរាល់ថ្ងៃដែលលក់នៅផ្សារកសិករខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅភាពធូរស្រាលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់យើងខាងអ្នកលោកលីគាត់ចង់កាត់ផ្ដាច់ផ្លូវរត់គេចរបស់ខ្ញុំនៅទីបំផុតវាពិតជាបានជួយខ្ញុំឲ្យរកឃើញផ្លូវដ៏ធំទូលាយមួយចលនាដំបូងរបស់លីវមីគាត់បានចាញ់រួចហើយបងស្រីអ្នកពិតជាអស្ចារ្យណាស់តើយើងធ្វើអ្វីជាមួយចលនាពីរដែលនៅសល់របស់គាត់ឥឡូវនេះគាត់បានធ្វើសេចក្តីថ្លែងការណ៍របស់គាត់ហើយពួកគេប្រកាសជានឹងចាត់វិធានការឆាប់នេះយើងនឹងជួបកម្លាំងជាមួយកម្លាំងហើយទឹកជាមួយដីយើងនឹងទប់ទល់រាល់ចលនាដែលគាត់ធ្វើខ្ញុំក៏នឹងផ្ដល់អំណោយដ៏សប្បុរសមួយជាថ្នូរនឹងគាត់ដែរហាហាបងស្រីបន្លែនេះស្រស់ណាស់វាថែមទាំងល្អជាងផ្លែដែលដាំដុះនៅផ្សារពីមុនទៀតបើលីវមីដឹងនាងប្រហែលជាខឹងយ៉ាងខ្លាំងកុំខ្វល់ពីគាត់អីគ្រាន់តែវេចខ្ចប់គ្រឿងផ្សំឲ្យលឿនទៅរវល់ថ្ងៃនេះសមាជិកគ្រួសារឲ្យចូលយើងរៀនពីកំហុសដែលយើងបានធ្វើនៅមួយដ៏ពេញនិយមនេះនៅលើខ្ញុំបានមើលថាគ្រឿងផ្សំនៅភោជនីយដ្ឋាននេះមិនស្អាតទេចៅហ្វាយមានបញ្ហាចរិតលក្ខណៈថ្ងៃនេះយើងនឹងស៊ើបអង្កេតការពិតសម្រាប់មនុស្សគ្រប់គ្នាតើអ្នកកំពុងធ្វើអ្វីអ្នកណាអនុញ្ញាតឲ្យអ្នកថតរូបនៅទីនេះតើអ្នកទាំងពីរមកទីនេះដើម្បីមើលភោជនីយដ្ឋានមែនទេសូមស្វាគមន៍បាញ់អ្វីដែលអ្នកចង់បានហាងយើងខ្ញុំមានមោទនភាពនិងស្មោះត្រង់អ្វីដែលអ្នកមិនអាចថតបាននោះទេយើងបានឮថាអ្នកប្រើប្រេងលូក្នុងគ្រួសាររបស់អ្នកគ្រឿងផ្សំទាំងអស់សុទ្ធតែជាស្លឹកឈើលួចគេត្រូវបានបណ្ដេញចេញពីព្រោះពួកគេនៅតែជំពាក់ថ្លៃថាតើរឿងនេះពិតឬអត់អ្នកអាចពិនិត្យមើលដោយខ្លួនឯងបានផ្ទះបាយរបស់យើងបើកពេញមួយថ្ងៃបាញ់អ្វីដែលអ្នកចង់បានបន្លែនិងប្រេងសុទ្ធតែនៅទីនោះតើវាជាម៉ាកយីហោស្របច្បាប់មែនទេអ្នកអាចប្រាប់បានមួយផ្លែតចំពោះចំណុចរបស់អ្នកអំពីអ្នកដែលជំពាក់ថ្លៃជួលនឹងមានការញ៉ាំក្រៃជាធ្លាប់បានឬពាក្យចាំអារម្មណ៍ខ្ញុំបានបើកហាងមួយនៅតាមផ្លូវនេះថ្លៃជួលមិនដែលឆ្នាំទេម្ចាស់ផ្ទះបានដំឡើងថ្លៃជួលដល់ចិត្តណាពី 3.500 ទៅ 8.500 កាត់ទាំងមូលអាចបញ្ជាក់ពីរឿងនេះវាគ្រាន់តែថាយុវជនទាំងពីរនាក់នេះមិនគួរត្រូវបានប្រើជាកូនអុកទេលីវមីម្ចាស់ផ្ទះគ្មានបេះដូងនោះគាត់លោភលន់ពេកហើយបានដំឡើងថ្លៃជួលពួកគេក៏បានផ្សព្វផ្សាយពីចាំអារម្មណ៍ពីកន្លែងផងដែរមនុស្សរងងមែនយើងបានញ៉ាំអាហារនៅទីនេះអស់រយៈពេល3ឆ្នាំយើងដឹងច្បាស់ជាងអ្នកណាទាំងអស់ថាតើហាងនេះស្អាតឬអត់គុំជឿអ្វីទាំងអស់ដែលអ្នកនិយាយជំនួសមនុស្សអាក្រក់ខ្ញុំយល់ថាអ្នកទាំងពីរបានយកលុយពីអ្នកដទៃដើម្បីធ្វើអ្វីមួយសម្រាប់ពួកគេប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកយល់តើប្រាក់ប្រភេទណាដែលអាចរកបាននិងប្រាក់ប្រភេទណាដែលមិនអាចរកបានអ្នកបង្ហោះវីដេអូនេះផ្សព្វផ្សាយពាក្យចាំអារម្មណ៍ខ្ញុំអាចធ្វើឲ្យនរណាម្នាក់ទទួលខុសត្រូវសូមទោសណាស់លោកម្ចាស់ស៊ូយើងបានដើរកាត់ដោយមិនយល់ពីស្ថានភាពនោះទេយើងមកដល់ហើយតោះយើងចេញដំណើរឡើងនេះវីដេអូនឹងមិនត្រូវបានផ្ញើចេញជាដាច់យើងនឹងលុបវាចោលភ្លាមកុំប្រញាប់ចេញទៅដោយសារអ្នកនៅទីនេះហេតុអ្វីមិនសាកល្បងមុខម្ហូបរបស់យើងខ្លះប្រសិនបើអ្នកគិតថាវាមានរសជាតិឆ្ងាញ់ហេតុអ្វីមិនជួយយើងផ្សព្វផ្សាយរឿងនេះលីវមីបានចំណាយប្រាក់ឲ្យមនុស្សដើម្បីបង្ខូចកេរ្តិ៍ឈ្មោះយើងជាលទ្ធផលគាត់ត្រូវបានគេបដិសេធឲ្យរត់គេចខ្លួននេះគ្រាន់តែជាចលនាទី2ប៉ុណ្ណោះមានល្បិចទី3រងចាំបន្តិចទៀតវានឹងមកដល់ឆាប់នេះយកម្ហូបថ្លៃបំផុតទាំងអស់របស់អ្នកមកទោសស្ត្រីទាំងនេះរបស់ខ្ញុំមើលទៅមិនងាយនឹងរញ៉េញ៉ៃចោលវាអាចទៅជាថាលីវមីបានជួបពួកគេឬកុំភ័យស្លន់ស្លោត្រូវដាក់អាហារជាមុនសិនហើយមើលថាពួកគេចង់ធ្វើអ្វីប្រញាប់ឡើងអូយឈឺណាស់មានអ្វីមួយខុសជាមួយម្ហូបនេះមិនស្អាតទេក្រពះខ្ញុំក៏ឈឺដែរខ្ញុំមិនអាចទប់ចិត្តបានទៀតទេតើចៅហ្វាយជានរណាចេញពីទីនេះឥឡូវនេះខ្ញុំឈឺពោះបន្ទាប់ពីញ៉ាំអាហាររបស់អ្នកត្រូវតែផ្ដល់ការពន្យល់ដល់យើងនៅថ្ងៃនេះមានអ្វីខុសយើងបានពុលអាហារបន្ទាប់ពីបរិភោគអាហាររបស់អ្នកស្លឹកបន្លែលួយបើអ្នកមិនបង់ប្រាក់ឲ្យយើងម្នាក់10,000 យួនថ្ងៃនេះយើងមិនចាក់ចេញទេពួកគេខាត់លុយហើយនៅតែត្រូវទៅគ្រប់ទីកន្លែងខ្ញុំនឹងធានាថាហាងរបស់អ្នកនឹងបិទអាជីវកម្មហាងយើងខ្ញុំមានបំពាក់កាមេរ៉ាសុវត្ថិភាពយ៉ាងវាបើកល្អឥតខ្ចោះតាំងពីអ្នកដើរចូលមកអ្នកទាំងអស់គ្នាទើបតែញ៉ាំអាហារអស់ហើយគ្មានអ្វីកើតឡើងទេគាត់បានត្អូញត្អែពីការឈឺពោះបន្ទាប់ពីគាត់ស្ទើរតែញ៉ាំរួចវាហាក់ដូចជាមិនคล้ายពេកទេយើងចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់បន្ទាប់ពីយើងញ៉ាំរួចមានរឿងអ្វីអ្នកគិតថាមានអ្វីខុសជាមួយការចម្អិនអាហាររបស់អ្នកបើដូច្នេះយើងនឹងនិយាយថាមានអ្វីមួយខុសប្រក្រតីជាមួយអាហារហើយអ្នកក៏គួរតែទទួលការពិនិត្យសុខភាពរាងកាយប្រសិនបើបញ្ហាពិតជាតាក់ទងនឹងនិយាយពី10,000ខ្ញុំនឹងចំណាយសូម្បីតែ100សូមមើលមតិយោបល់ដែលបានខ្ទាស់សម្រាប់ព័ត៌មានថ្មីនិយាយទៅពិតជាសប្បាយខ្លាំងមែនតើដែលឃើញប្រេនកូនខ្មែរយើងចេញមកឡងលោដល់ថ្នាក់ណាឃើញវីដេអូប្រេនកូនខ្មែរចេញមកលយលាចេះហាតិចច្រឡំថា AI ទៅមិន AI ទេទាំងផលិតផលមនុស្សជាមួយនឹងទីតាំងណាគឺប៉ិតទាំងអស់នេះហាបើអត់ស្គាល់ប្រេនយ៉ាស្កាទេប្រកាសជាគិតថា product ហ្នឹងរបស់ស្រុកគេហើយមិនខ្មែរទេហើយចូលអ្នកទាំងអស់គ្នាវិញពេលមើលមុនដំបូងមានដឹងថាជាប្រេនកូនខ្មែរអត់ផ្លេចខ្មែរនៅខាងខគ្រាន់តែឃើញការថតនឹងរូបរាងរបស់ product ដឹងហើយថាមានស្តង់ដារហ្នឹងគុណភាពដល់ថ្នាក់ណាព្រោះផលិតផលយ៉ាស្កាចេញមកមួយអត់ដែលធ្វើឲ្យយើងខកបំណងទេហើយផលិតផលកូនបើរបស់ Yaska គឺ Yaska Body Shape Yaska Body Shape ពេលចេញមកឡើងស្លេហ្មងប្រើប្រាស់ដោយ confident ធ្វើឲ្យយើងមានភាពជឿជាក់ហើយ ingredient នៅក្នុងហ្នឹងសិតតែជា ingredient ពិសេសដែលបានមកពីធម្មជាតិរួមបញ្ចូលគ្នានៅក្នុងគ្រាប់ capsule ហ្នឹងហ្មងពេលបើកទៅឃើញហើយខាណាមួយកំប៉ុងហ្នឹងដែរញ៉ាំស្រកចន្លោះពី3ទៅ8គីឡូបែបសុវត្ថិភាពហើយក៏មានការណែនាំយ៉ាងត្រឹមត្រូវបានប្រើប្រាស់ហើយតាំងពីដើមខែ3មុនផលិតផលចេញលក់ទៀតទៅទាំងគុណភាពទាំងស្តង់ដារចិត្តលើ Yaska Body Shape បានហើយពីលើហ្នឹងក៏ជួយទប់ឃ្លានមិនធ្វើឲ្យយើងចេះតែចង់ញ៉ាំផ្ដិប Yaska Body Shape ផលិតផលរូបមន្តស្តង់ដារមកពីប្រទេសបារាំងចឹងហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូល page CEO Yaska បាន